បាទជំរាបសួរលោកនាងតនផងនិងកូនចៅបាទនិងស្រីឈឹមច័ន្ទព្រមទាំងកូនចៅបាទរៀបជំនួយលុយចំនួន300ដុល្លារសម្រាប់យកមកចែកជូនដល់លោកយាយដែលគាត់ទទួលមរណភាពហើយលុយនេះគាត់ជាពាក់ថ្លៃការធ្វើបុណ្យឲ្យលោកយាយហ្នឹងឥឡូវនេះខ្ញុំបានយកមកធ្វើជូនគ្រប់ចំនួនបាទ300ដុល្លារចៅស្រីរបស់គាត់ហើយបាទអញ្ចឹងមួយអាចថ្លែងអំណរគុណដល់ចាស់ជំនួយសូមថ្លែងអំណរគុណខ្ញុំអរគុណដល់អ្នកស្រីបានជួយខ្ញុំមានអត់អ្នកក្រីក្រអីបានពេញពេញនិយាយស្ងាត់ទៅខ្ញុំរលុយសងនៅថ្ងៃដែលខ្ញុំធ្វើបុណ្យគាត់នឹងអត់បានលោកបានគាត់ជួយខ្ញុំអញ្ចឹងអរគុណគាត់អត់គាត់និយាយរួយស្នាមនិយាយឈឺស្កាត់ដល់ស្ងាយមានអីមកបិទបៀនបងផ្នែកបានលើដេញផ្នែកខ្ញុំអរគុណដល់អង្គក្រទៀតដែលជួយខ្ញុំឲ្យបានសងគេផុតទុក្ខកុំឲ្យបាក់នៅក្នុងខ្លួនមានអីទីពឹងសងគេទេបានគាត់មកឲ្យអញ្ចឹងបានខ្ញុំសងនឹងផុតម្សិលមិញខ្ញុំទៅដល់ផ្ទះចាំតាំងពីម៉ោង3រសៀលរហូតដល់ម៉ោង6ល្ងាចនៅរែកបើគេរហូតដល់ម៉ោង8យប់អត់ហើយរែកបើអ៊ំអើយរែកបើមួយថ្ងៃហូបមួយថ្ងៃព្រោះអីអត់បានហូបរែកបើគេមក1ចាស់ទៅទៅណាមក6អីបានដល់ផ្ទះបាទឥឡូវនេះខ្ញុំហៅមកយកលុយនៅផ្ទះខ្ញុំទេបាទណាអរគុណច្រើន